បាទជម្រាបសួរពុកម៉ែបងប្អូនថ្ងៃនេះចេញម៉ូតូទាំងយប់ធ្វើដំណើរទៅទឹកថ្លាទៅរកមើលគោមួយក្បាលទិញគោមួយក្បាលយកមកធ្វើកម្មវិធីបងប្អូនចង់ធ្វើកម្មវិធីក្រុមគ្រួសារអញ្ចឹងណាបាទហើយនេះគឺជាទស្សនវិជ្ជាបងប្អូនប្រជាពលរដ្ឋយើងធ្វើដំណើរនៅពេលរាត្រីនៅក្នុងក្រុងសិរីសភ័ណ្ឌផ្ទាល់វេលាអាត្មានេះប្រហែលជាម៉ោង7 កន្លះយប់ណាបងប្អូនអត់សូវមានឡានមានម៉ូតូដែរបាទឥឡូវយើងមកដល់ផ្ទះអ្នកលក់គោហើយក៏មានថ្វាគោសម្រាប់លក់ដែរណាបងប្អូនក៏ហមឆ្អិនចៅហ្មងអត់ដែរធ្វើខ្លួនឯងយ៉ាលុំបាននេះឈ្មោលនេះស្អាតណាស់ល្មមសាច់ណែនស្អាតហើយចុះអាហ្នឹងគោខ្មែរហ្មងអំណា50 គីឡូ50 គីឡូមកណាចង់សាច់ជាងមេនេះផងណាមើលយ៉ាងចឹងមកចង់សាច់យើងពោះជាងស្អាតមានបដោតសំខាន់អាយុហ្នឹងយ៉ាអានេះគ្រប់នេះថាគ្រប់ចាស់គេថាគ្រប់ស្អាតហើយបងស្អាតធំដែរកាច់មួយក៏គ្រប់ដែរពីតពីវាលើហើយកាច់ពីវាលើអាយុអត់ហើយមិញក៏ឃើញកាច់តែមួយគឺគ្រប់បានអត់គ្រប់អត់ស្លាប់លើស្លាប់ឃើញក្នុង Facebook ណាមិញហ្នឹងដោះមកដូចមិញកដោពីអញ្ចឹងតែអានេះមិនមើលបុកលើពីវាលើបាទអានេះបងនេះតែក៏ទៅវិញដែរអត់ថាយកកាក់យកតតែទិញមក5 10ហើយ3 10រើមកណាមើលទៅឡើងទេចាំមិនថាrồi tôi mua bộ con là được bây giờ bỏ do mau đi sạch rồi nè một con mà ta sạch tán sạch nhặt mau thì liền đấy nó vài mới như đây mới liên ra đó không đâu tại sao đi con cách có đấy mới đóng đánh ai được cắt